ខ្ញុំមកប្រាប់បងប្អូនគ្នាអំពីការវេលុយពី Binance ទៅ app ផ្សេងៗហើយយើងទិញលុយពីក្នុង Binance ហើយអញ្ចឹងយើងចង់វេទៅ app ផ្សេងអញ្ចឹងណាហើយ USDT របស់ខ្ញុំគឺមាន$99ហើយខ្ញុំចង់វេទៅ app Bybit អញ្ចឹងខ្ញុំចូលមក Bybit របស់ខ្ញុំមកអូខេហើយខ្ញុំចុចពាក្យថា deposit អញ្ចឹងខ្ញុំវាយពាក្យ deposit អញ្ចឹងកន្លែងនេះយើងចុចកន្លែង search ចុចកន្លែង search នេះអានេះយើងត្រូវតែចុចចូលមកគឺវាមានកន្លែង search ហ្នឹងហើយអញ្ចឹងខ្ញុំចុចdeposit នេះឃើញ deposit ហ្នឹងនេះ deposit នេះមកខ្ញុំចុចនេះពឹបហើយយើងយកគេមានលុយច្រើនគេមាន currency ច្រើនអញ្ចឹងយើងយក USDT មកព្រោះយើងចង់វេតែ USDT ទេអញ្ចឹងយើងមាន network ឃើញមាន network ច្រើនអត់អញ្ចឹងអ្វីដែលគេតែងតែប្រើនិងមានសុវត្ថិភាពហ្នឹងគឺគេយកnetwork នេះស្អីគេ TRC20 ខ្ញុំភាគច្រើនខ្ញុំប្រើតាហ្នឹងឯងអញ្ចឹងអ្នកណាចង់ប្រើណាក៏ប្រើទៅប៉ុន្តែអាហ្នឹងគឺអាសេវាកម្ម network នេះគឺវាល្អអញ្ចឹងខ្ញុំចុចលើហ្នឹងមកឃើញវាមានQR អត់អញ្ចឹងហើយវាមាន QR ហើយនឹងវាមាន deposit address អញ្ចឹងខ្ញុំ copy deposit address មកព្រោះខ្ញុំខ្ជិល save QR ហ្នឹងអញ្ចឹងខ្ញុំ copy deposit address អញ្ចឹងខ្ញុំ copy ហើយអូខេអញ្ចឹងខ្ញុំត្រឡប់ទៅ Binance វិញអញ្ចឹងខ្ញុំរើសយកពាក្យtransfer ខ្ញុំចុចអាកន្លែង spot នេះជារួមទៅគឺខ្ញុំមានលុយ USDT ក្នុង spot របស់ខ្ញុំណាអញ្ចឹងខ្ញុំចុចពាក្យsend ច្រឡំ transfer អញ្ចឹងខ្ញុំ send ទៅណាអញ្ចឹងខ្ញុំ send ទៅcrypto ដូចយើង withdrawal មានន័យថាយើង withdrawal យើងដកលុយទៅក្នុង crypto ដូចគ្នាអញ្ចឹងខ្ញុំចុចយកអានេះមកហើយយើងយកអីគេយើងយក USDT currency យើងគឺយើងផ្លាស់ប្ដូរនៅ USDT អញ្ចឹងឃើញវាចេញហ៎វាចេញឲ្យយើងមកយើង copy យើងផាសnetwork ដែលយើង copy ពី Bybit នឹងមកហើយយើងរក network ណានេះគឺ network នេះកុំឲ្យខុស network ហ្នឹងគឺអត់ចូលទេលុយហ្នឹងវាបាត់ហើយនឹងវានឹងអាចត្រឡប់មកវិញប៉ុន្តែខ្ញុំអត់ដឹងទេវាមិនដែលខុសអញ្ចឹងធ្វើយ៉ាងណាអញ្ចឹងយើងកុំឲ្យខុស network អញ្ចឹង TRC20 ខ្ញុំយក TRC20 ហ្នឹងមកហើយខ្ញុំយកចំនួនទឹកលុយប្រមាណអញ្ចឹងចំនួនទឹកលុយដែលខ្ញុំអាចវេទៅបានគឺត្រឹមតែ$99ទេព្រោះខ្ញុំមានតែប៉ុណ្្នឹងខ្ញុំមិនអាចវេលើនឹងបានទេអញ្ចឹងខ្ញុំយក99អញ្ចឹងមានន័យថាខ្ញុំវេទៅ99អញ្ចឹងមានន័យថាខ្ញុំបានតែ98.99ទេព្រោះគេកាត់សេវាមួយសេនហើយអញ្ចឹងខ្ញុំចុចនេះថែមមួយទៀតមកដើម្បីឲ្យបាន99ពេញឈប់បានចុច01មកអូខេអញ្ចឹងខ្ញុំ withdrawal ហើយខ្ញុំ confirm អញ្ចឹងអីដែលខ្ញុំ confirm ហ្នឹងគឺវាមានលេខខ្ញុំមាន verify យើងមាន verify យើងដាក់ verify code របស់យើងនឹងមួយទៀតមកឈប់នេះអញ្ចឹងខ្ញុំយក Binance ហើយខ្ញុំទៅផាសវាអូខេហើយអូខេអញ្ចឹងមានថាលុយហ្នឹងវាកំពុងតែ process តិចទៀតហ្នឹងវានឹងបានហើយនេះអញ្ចឹងលុយខ្ញុំវាមាន424អញ្ចឹងតិចទៀតវាឡើង$99វាឡើង$99ទៀតមកវាឡើង500ជាងហើយខ្ញុំ refresh វាតិចសិនអូខេខ្ញុំ refresh តិចសិនណាលុយហេនេះខ្ញុំលុយខ្ញុំឡើង500ជាងហើយខ្ញុំទទួលបានគេ message មានអីមកឲ្យហើយខ្ញុំទទួលបានលុយពី